ជំរាបសួរម៉ែបងប្អូនគ្នាដែរថ្ងៃនេះដែរខ្ញុំមើលខ្ញុំទុកនៅស្ទឹងត្រង់ហើយនេះធីមរបស់ខ្ញុំហើយមុនចូលទៅមើលខ្ញុំទុកហ្នឹងដាក់ខ្វែងកែវសិនអីច្រឡំស៊ូមមើលទៅនេះអាអ្នកហ្នឹងទេតែគ្មានខ្វែងហើយនេះទីតាំងនៅស្ថិតចិត្តកោះស្ពានដែរទេកន្លែងវងមូហ្នឹងហើយគឺថាមើលទៅសភាពលេងសិនតើនេះបាទនេះខ្វែដាក់មួយកែវសិនមកជាតិមែនតែនពូប្លុកនេះថតកាត់ទេហើយនេះគឺជាគាត់មកជាមួយខ្ញុំដែរតែដំណើរទៅមើលទុកងោ let's go ច្រឡំទេមិញថាទៅមើលទុកងើអត់មែនអាហ្នឹងថតខុសប្លង់ឯស្រមគឺមិញគឺថាយើងថតខុសប្លង់ទេឥឡូវយើងកំពុងតែធ្វើដំណើរទៅតាមផ្លូវចូលដែរយើងចូលម៉ូតូមិញហ្នឹងគឺថាណៃមែនតែមនុស្សច្រើនណាព្រោះអីយូរបនដូងអញ្ចឹងមានមនុស្សហើយនេះអ្នកទៅឈរចាំកៅលវងនេះអ្នកទៅឈរចាំមិញក្តៅមែនតែនចោលបានលវងតានេះទីមកយើងតាអូខេចេញណា let's go យើងថាដើរតាមផ្លូវមនុស្សច្រើនមែនតើបាទរត់តែផ្លូវដើរចង់កាត់ទេមនុស្សណែនតោពេញហ្នឹងបាទហើយក្តៅមែនតើបាទវាប្រព័ន្ធការដើរនេះហ្នឹងហើយបាច់មើលទេបាទនេះពីអ្នកនេះពូដល់កឲ្យម៉ែត្រ8ម៉ែត្រអីអស់ហើយនេះខ្ញុំថតតាមក្រោយគាត់ចង់ងើយកាមេរ៉ាឡើងលើពូមែនតើបាទម៉ែត្រជាងម៉ែត្រ8ជាងនិយាយពីកពស់ឲ្យយើងធ្វើដំណើរទៅមុខទៀតព្រោះឲ្យយើងចាប់បានដល់គោលដៅអញ្ចឹងណាធ្វើដំណើរទៅឆ្ងាយឆ្ងាយដែរព្រោះអីកន្លែងហ្នឹងកន្លែងអ៊ំទុកនៅខាងត្បូងអញ្ចឹងយើងត្រូវការធ្វើដំណើរពីកន្លែងផ្ញើម៉ូតូទៅចូលទៅខោព្រោះអីនៅខាងលើនេះយ៉ាងក្តៅអញ្ចឹងវាពិបាកក្នុងការមើលទុកអញ្ចឹងព្រោះយើងត្រូវការចូលទៅខាងខោព្រោះយើងកំពុងតែដើរព្រៃរកកន្លែងផ្លូវចុងរកសំខាន់រកកន្លែងផ្លូវចុងអត់ចង់ឃើញទៀតនេះវាយើងកំពុងតែរកមើលផ្លូវចុងនេះដើរមើលចុះឡើងមកឃើញសំខាន់មនុស្សច្រើននេះបងប្អូនហើយនៅត្រង់យកគេធ្វើបងដងតែឥឡូវយើងនេះកំពុងតែរកចុះទៅអីព្រោះអីផ្លូវយើងរកឃើញហើយគេមានចេតាចុះសម្រាប់ចុះអញ្ចឹងសំខាន់មនុស្សវាច្រើននៅពិបាកចុះទៀតណាបាទបងប្អូននេះមើលទៅទេសភាពស្អាតណាណែបងប្អូនខ្ញុំឲ្យមើលទេសភាពណាបងប្អូនខ្មៅអីហ្នឹងខ្ញុំចេះថតទៅទេព្រោះមនុស្សច្រើនអញ្ចឹងខ្ញុំចេះថតទៅដល់ជាប់អញ្ចឹងហើយបងប្អូនមើលទេសភាពមិនឲ្យមើលស្អីណានិយាយលេងបងប្អូនមើលទៅបងប្អូននេះគឺជាប្លុកលើកទី1របស់ខ្ញុំហើយកុំប្រកែកប្រកាន់អីថតគេថតដៃតិចទៀតប៉ុណ្ណឹងខ្ញុំជួយមកលើហើយហ្នឹងហើយបងប្អូនកាមេរ៉ាខ្ញុំមិនដឹងមិនវាអូតូដល់មកអញ្ចឹងខ្ញុំថាថតបងប្អូនដើរគាត់ចូលទៅក្រោមនេះក្មេងៗនេះតែវាអូតូជាប់តែអញ្ចឹងបងប្អូននេះកុំអញ្ចឹងបងប្អូនមើលសិនទៅមើលតាមហ្នឹងណាហើយនៅគ្នាបើខ្ញុំមកជាមួយខ្ញុំមិញគាត់ធ្វើការចុះទៅមុននេះបងពាក់អាវសូពាក់មុខខ្មៅនេះចុះទៅហើយនេះអ្នកទៀតធៀមនឹងចុះទៀតហើយគាត់មកជាមួយខ្ញុំដែរគ្នាខ្ញុំ4 5នាក់ចុះទៅព្រោះឯកន្លែងហ្នឹងមានចេតាចង់វាស្រួលក្នុងការចុះចង់មកដល់ក្រោមអីនេះតើយើងធ្វើដំណើរទៅមកទៅទៀតហ្នឹងហើយបងប្អូនហើយមិនបាច់មើលផ្លូវទេមើលតែខ្លួនឯងទៅផ្លូវវាផុកពិបាកដែរមែនតើហ្នឹងហើយឥឡូវយើងកំពុងធ្វើដំណើរទៅហើយព្រោះផ្លូវយ៉ាងពិបាកដែរតិចតែមិនថ្មីដើម្បីតស៊ូមើលហ្នឹងហើយដើម្បីតស៊ូមើលទុកងមិនថ្មីទេព្រោះយើងជាអ្នកវិស័យទុកងនៅតាព្រោះយើងធ្វើដំណើរឆ្លងពីមួយទៅមួយគេថាផ្លូវខាងក្រោមពិបាកហើយផ្លូវមិនស្រួលដែរបងប្អូនសម្រាប់ផុកបែកឆ្លងឈើឆ្លងអីវិញដែរដើមស្រួលអាចល្អអីទៀតបងប្អូននេះមើលដល់ដីយើងដឹងជាប់នៅធុតផ្លាប់នេះបងប្អូនដើរម្ដងនេះយើងកំពុងពិភាក្សាមើលប្លង់ទុកងថាត្រូវមើលត្រង់ណានេះមើលច្បាស់អញ្ចឹងព្រោះអីខ្លាចយើងមើលប្រឆិតមើលអីហ្នឹងយើងមើលដឹងថាទុកគូណាឈ្នះទូណាឈ្នះស្រួលមើលអញ្ចឹងយើងគិតថាយើងដើរទៅមុខទីសិននេះកន្លែងអង្គុយឃើញនេះតែយកសម្រាប់កាមេរ៉ាថតនេះទីមកថតដាក់ឃើញនេះនិយាយហ្នឹងហើយបន្ទាប់ពីយើងរកប្លង់កន្លែងយើងអង្គុយហើយយើងថតជុំវិញកន្លែងយើងអង្គុយមកប្លង់ពីប្លង់ណាបងប្អូនមើលទេសភាពទៅបងប្អូនសោះល្អណាស់បងប្អូនអើយហ្នឹងហើយបន្ទាប់មកកន្លែងនេះវិញគាត់ថាគាត់រៀបកម្រងខាងនៅពេលដែលទុកគាត់តែចដោះទីផតក្នុងគ្នាស្រីហូរអញ្ចឹងនិយាយថានំហូរទាំងអស់គ្នាថាទុកណាឆ្ងាយនំគ្នាស្រីហូរអញ្ចឹងណាមិនថាទុកណាទុកណីទេព្រោះអីមកមើលហ្នឹងអត់ស្អីស្គាល់ទុកមកទេបងប្អូនកុំនិយាយបោកបាច់ច្រើនពេកយើងមកមើលទុកឲ្យថាចាំមើលទុកណាទុកងកុំឲ្យបងប្អូនចាំយូរអញ្ចឹងដាក់ប្លង់ទុកងមកប្លង់បងប្អូនឯងមើលណាអូអ្នកខ្នងឆាវវិញព្រោះខ្នងអីក្នុងឡើងក្នុងបាក់ហ្នឹង
đánh tục bà ra tao bị mới tụng nói nhung khi ploi sang nhung cô sẽ để có đạo mà ploi có tới mà tới hàng em người ta này tận này thôi này mà tao bị đã mà plong vì plong ấy tụng nói của bạn đó thì mình cho và ấy có con trong phố ca tam tam rồi tao này đó cho ai complete chơi follow về nhung nè một không bạn có con chịu lia bye